Nó chọn mà bắt to ca sắc xa nơi ở Phnom Penh nặc ba mã của dương nơi nối hiện ngay bị có chân dương na chọn mau chụp mùi bông mà đáy nó ngày mau chụp chung với con riêng á bạn nhà nó á cứ ọt miên ban đưa ra mấy nhung vật tô bụng đáy tế bàn tay bên nó có con miên cầm lật này bàn tay nhung ban có o côn chỉ là cái này có o côn đo là nè kêu cát tí quạt chia năng lượng Philip hay năng nè Sray Van Đi Scott thế cứ quạt tay để chui bật xa chui cài đầm răng dương hay mình ha có ắt vậy tới dương mẹ rắm tha sờ vặt tập hiếp mà phay buôn màu chúng mình xua alo xem bảo môn tầng ở này xôm sva cung màu can cam thi đọ xôn plus cam thi đọ xôn plus cứ chỉ cam thi muối để dương điệp trong lang sầm rạp chụp cho muối nâng việc mình đã quạt miền ca đi chủng ra nước nông ai chip ca nghe bảo quạt có đi chơi ca chỉ vật luôn nơi bảo quạt đó và hay cam thi lang dương điệp trong đòi cộng hồn đã chóp hay miền ca sai vì càng thả bỏ miền speak you ngàyนี้ផងដែរយើងមានកិត្តិយសមែនទែនគឺបានអញ្ជើញបងស្រីសុភាបងស្រីសុភាគឺជាប្រធានផ្នែកលក់នៅក្រុមហ៊ុនឯកជនមួយគាត់បានរីកចម្រើននៅក្នុងវិស័យនេះបាទអញ្ចឹងកុំឲ្យខាត់ពេលអត់ស្រីបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូមជំរាបសួរបងស្រីសុភាចាជំរាបសួរបងសុខសប្បាយបងចាសុខសប្បាយបាទបាទអញ្ចឹងជាកិច្ចចាប់ផ្ដើមពីកម្មវិធីសូមស្វាគមន៍បងដែលចំណាយពេលវេលាក្នុងការចូលរួមក្នុងកម្មវិធីដក0 plus របស់យើងថ្ងៃនេះបាទអញ្ចឹងសូមអងជួយណែនាំឲ្យមិត្តអ្នកស្ដាប់របស់យើងឬក៏អ្នកទស្សនារបស់យើងនឹងបានស្គាល់ពីឈ្មោះរបស់បងហើយនិងប្រវត្តិរបស់បងខ្លីៗមកណាបាទចាចាជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំឈ្មោះសុភាហើយក៏ហៅខ្ញុំថាមុំក៏បានដែរហើយរាល់ថ្ងៃខ្ញុំជាអ្នកគ្រប់គ្រងផ្នែកលក់នៅខាងក្រុមហ៊ុន Inva ចាហើយតាមពិតខ្ញុំមានការងារមួយសំខាន់ទៀតគឺខ្ញុំក៏ធ្លាប់ជាគ្រូបណ្ដុះបណ្ដាលផ្នែកជំនាញទន់រយៈពេល20ឆ្នាំប៉ុន្តែបច្ចុប្បន្ននេះដោយសារតែការបណ្ដុះបណ្ដាលហ្នឹងហាក់ដូចជាមានការធ្លាក់ចុះអញ្ចឹងខ្ញុំរាល់ថ្ងៃតាំងពី COVID មកដល់ស្ថានភាពបច្ចុប្បន្ននេះគឺខ្ញុំផ្ដោតខ្លាំងទៅលើផ្នែកអចលនទ្រព្យចាបាទអរគុណច្រើនបងបងមុននឹងចូលដល់ប្រធានបទជើងខ្ញុំចង់ដឹងប្រវត្តិបងពីកុមារភាពតិចបងជួយជម្រាបទស្សនិកជនរបស់យើងតិចមកថាពីកុមារភាពបងអ្នកនៅណាហើយជីវិតការតស៊ូក្នុងការសិក្សារបស់បងពីកុមារភាពនឹងរហូតមកដល់បច្ចុប្បន្ននេះបងបានបញ្ចប់ទៅលើផ្នែកអីខ្លះអញ្ចឹងណាបងចាបងអរគុណចាខ្ញុំជាកូនអ្នកទីក្រុងទេខ្ញុំមានដើមកំណើតនៅផ្លូវ136គេហៅថាម្ដុំរោងកុនហែមជាតិចាឬក៏សាលាណតនចាស់ចាអញ្ចឹងខ្ញុំជាចាប់ផ្ដើមឡើងគឺក្មេងរៀននៅក្នុងសាលាបដិវត្តនឹងថ្ងៃបដិវត្តហើយក៏បឋមសិក្សាតមកខ្ញុំបានថ្នាក់ទីឌីប្លូមខ្ញុំបានផ្លាស់ប្ដូរទីលំនៅទៅនៅខេត្តស្ទឹងត្រែងចាបងអ្នកស្ទឹងត្រែងចាអញ្ចឹងបងប្អូនខ្លះច្រឡំយកច្រឡំថាខ្ញុំជាអ្នកខេត្តតែតាមពិតមិនមែនទេខ្ញុំអ្នកកូនអ្នកទីក្រុងប៉ុន្តែដោយសារប៉ាម៉ាក់ខ្ញុំធ្លាប់ផ្លាស់ទៅនៅស្ទឹងត្រែងហើយខ្ញុំផ្លោដូរការសិក្សាទៅនៅទីនោះតែនៅពេលដែលខ្ញុំនៅទីនោះមួយរយៈរហូតទៅដល់ខ្ញុំឆ្នាំ2000ចន្លោះ2002 2003ខ្ញុំផ្លាស់ប្ដូរមកនៅភ្នំពេញវិញចាហើយប្រវត្តិនៃការសិក្សារបស់ខ្ញុំគឺជាក់ស្ដែងទៅខ្ញុំអត់បានរៀនចប់បាក់ឌុបទេប៉ុន្តែខ្ញុំនៅនឹកចាំសាកលវិទ្យាល័យមួយឈ្មោះសាកលវិទ្យាល័យបៀបរ៉ាយខ្ញុំមិនដឹងថាបច្ចុប្បន្ននេះនៅមាននៅលើទីផ្សារឬក៏អត់ទេប៉ុន្តែនៅកាលនោះខ្ញុំអរគុណគាត់ដែលគាត់មានឱកាសជាបើកថ្នាក់បរិញ្ញាបត្ររងអញ្ចឹងពេលដែលយើងធ្លាក់បាក់ឌុបក៏ដោយក៏យើងអាចមានឱកាសដើម្បីបន្តការសិក្សាដែរអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំបានផ្លាស់ពីស្ទឹងត្រែងមកគឺខ្ញុំបន្តការសិក្សានៅសាលាបៀបរ៉ាយហ្នឹងយកជំនាញហេរញ្ញវត្ថុហើយនឹងគណនេយ្យនេះថាបងរៀនហើយអត់ទាន់បានចូលចំណេះហ្នឹងទៅភ្លាមទេគឺយើងចេញពីទេពកោសល្យរបស់យើងស្ថិតមែនទេបងចានិយាយភាគច្រើនតែបានប្រើខ្លះដែរដោយសារនៅក្នុងនៅការសាកលវិទ្យាល័យហ្នឹងគឺយើងរៀនជំនាញគេហៅថា
business administration អញ្ចឹងវាយើងរៀនហ្នឹងនៅឆ្នាំទី1ទី2ក៏យើងរៀនអំពីផ្នែកលក់ទីផ្សារខ្ញុំគិតថាហ្នឹងខ្ញុំបានធ្វើច្រើនអញ្ចឹងនិយាយពីការអនុវត្តជាក់ស្ដែងក្នុងជីវិតរបស់ខ្ញុំធ្វើការទៅលើផ្នែកគ្រប់គ្រងផ្នែកដឹកនាំច្រើនជាងផ្នែកតំណែងហើយនិងផ្នែកលក់ច្រើនជាងតែនិយាយជំនាញដែលយើងរៀនជាអាជីពនោះគឺអត់បានប្រើការសោះតែម្ដងចាចាបាទបងអរគុណច្រើនបងតែខ្ញុំចង់បែបត្រឡប់បងទៅជីវភាពគ្រួសារបងកាលពីនៅស្ទឹងត្រែងបងជីវភាពគ្រួសារបងខ្ញុំមិនដែរបងបានតាមមធ្យមឬក៏តាមពិតទៅខ្ញុំកើតមកនៅក្នុងគ្រួសារមួយដែលមធ្យមទេហើយនៅខ្ញុំពេលដែលខ្ញុំជាក្មេងម្នាក់ដែរចូលចិត្តភាពឯករាជ្យអញ្ចឹងនៅពេលដែលខ្ញុំតាំងពីអាយុ13ឆ្នាំគឺខ្ញុំនិយាយទៅគឺអត់ថាចាំឲ្យប៉ាម៉ាក់គាត់ប្រាប់យើងថាធ្វើអីទេតែសារយើងជារកឯករាជ្យចឹងយើងចូលចិត្តប្រឹងប្រែងរៀនសូត្រខ្លួនឯងពេលខ្លះចង់ចេះភាសាអង់គ្លេសចង់អីយើងត្រូវដើរផ្ទះខ្ញុំនៅខាងម្ដុំមាត់ទន្លេអញ្ចឹងពេលខ្លះខ្ញុំត្រូវដើរពីមាត់ទន្លេរហូតដល់អូឡ িম্প ិកក៏មានយើងជិះកង់អីក៏មានដែរចាអញ្ចឹងយើងត្រូវប្រឹងប្រែងខ្លួនឯងស្វះស្វែងរកចំណេះដឹងខ្លួនឯងបន្ថែមទៀតហើយការរៀនសូត្រក៏អត់ចាំបាច់មានប៉ាម៉ាក់ឬក៏អីគាត់មកប្រាប់យើងដែរគឺយើងប្រឹងប្រែងចង់ចេះចង់ដឹងដល់ខ្លួនឯងតែម្ដងចាអញ្ចឹងនៅពេលដែលខ្ញុំប្រឡងថ្នាក់diploma ហ្នឹងនិយាយទៅរៀងពេលហ្នឹងរៀងកំសត់តិចដែរដោយសារតែប៉ាម៉ាក់ខ្ញុំគាត់ទៅនៅស្ទឹងត្រែងអញ្ចឹងនៅតែខ្ញុំហើយនឹងបងប្រុសគឺនៅភ្នំពេញអញ្ចឹងនៅពេលហ្នឹងគឺដែលខ្ញុំជាពេលដែលខ្ញុំគិតថាបាត់ពិសោធន៍លើកដំបូងនៅការហ្នឹងឆ្នាំហ្នឹងគឺមានគេហៅថារដ្ឋបហាឆ្នាំប្រហែល97 98នៅពេលហ្នឹងដែលខ្ញុំបាត់ពិសោធន៍ឃើញដូចកំសត់មែនតើហើយអារម្មណ៍ក៏ពិបាកដែរព្រោះប៉ាម៉ាក់នៅខេត្តខ្ញុំនៅជាមួយនឹងមីងហើយត្រូវរត់ចុះរត់ឡើងមីងខ្ញុំក៏លក់អីវ៉ាន់នៅផ្សារអូឡ িম্প ិកអញ្ចឹងខ្ញុំត្រូវរត់ចុះរត់ឡើងចលាចលមែនតើនៅពេលហ្នឹងអញ្ចឹងពិបាកអញ្ចឹងបានក្រោយមកប៉ាម៉ាក់ខ្ញុំបានមកយកខ្ញុំកាលហ្នឹងខ្ញុំរៀននៅស៊ីសវត្តចាប៉ាម៉ាក់ខ្ញុំបានយកខ្ញុំផ្ទេទៅតែដល់ពេលខ្ញុំទៅនៅដល់ហ្នឹងនៅពេលដែលខ្ញុំប្រឡងបាក់ឌុបហេតុអីបើខ្ញុំសម្រាប់ចិត្តថាខ្ញុំអត់ប្រឡងដោយសារពេលហ្នឹងនៅក្មេងទៀតហើយអត់មានការប្រឹក្សាអីទាំងអស់ប៉ាម៉ាក់ខ្ញុំគាត់ពេលដែលខ្ញុំប្រឡងឌីប្លូមហើយខ្ញុំទៅនៅមួយគាត់មកភ្នំពេញវិញអញ្ចឹងខ្ញុំដើរនៅមួយបងប្អូនទៀតអ៊ំពូមីងទៀតអញ្ចឹងនៅពេលនោះគាត់ក៏ជ្រើសរើសគ្រូមត្តេយ្យនៅពេលនោះក៏ខ្ញុំសម្រាប់ចិត្តថាមើលទៅដូចជាអត់មានការប្រឹក្សារៀនទៅមិនដឹងថាមានអនាគតអត់ទៅបាក់ឌុបមិនដឹងធ្វើអីអត់មានទីប្រឹក្សាអត់មានអីទាំងអស់អញ្ចឹងហើយក៏ពេលគេរើគ្រូហ្នឹងអត់មានគរុកសលអីទាំងអស់ប៉ុន្តែគាត់ថាចង់ចាប់ឱកាសសម្រាប់ចិត្តផងខ្លួនឯងអត់មានណាគេមកសម្រាប់ចិត្តឲ្យគឺសម្រាប់ចិត្តផងតែម្ដងថាឈប់រៀននៅថ្នាក់ទី12ហ្នឹងហើយចូលទៅធ្វើគ្រូមត្តេយ្យហ្មងន័យថាថ្នាក់ទី12ហ្នឹងបានន័យថាបងអត់បានទៅប្រឡងអត់បានបញ្ចប់ទេឈប់ហើយសម្រាប់ត្រឹមហ្នឹងហើយទៅពេលដល់ផ្ដល់ឱកាសដែលគ្រូបដោះប្រាហ្នឹងបងទៅតែម្ដងបាទប៉ុន្តែអត់មានប្រឹក្សាយោបល់អត់មានទេគឺសម្រាប់ចិត្តខ្លួនឯងទាំងអស់ពួកយើងមើលអត់ឃើញអនាគតថារៀនឲ្យបានអីប៉ុន្តែយើងគិតថាអនាគតមានបើយើងចូលធ្វើគ្រូនៅពេលហ្នឹងគឺបានលុយអញ្ចឹងយើងគិតថាមានតែហ្នឹងជាអនាគតរបស់យើងអញ្ចឹងក៏សម្រាប់ចិត្តចូលធ្វើគ្រូទៀតដោយសារចំណង់ណាតែនៅពេលដែលចូលធ្វើគ្រូហ្នឹងក៏មានគ្រូកសលអីទាំងអស់អត់មានបទពិសោធន៍ខាងគ្រូកសលយ៉ាងម៉េចប៉ុន្តែនៅពេលហ្នឹងក៏បានអង្គការវាយវ៉ាមចាគាត់ក៏បានឲ្យយើងទៅរៀនវគ្គខ្លីៗដែរប៉ុន្តែខ្ញុំជឿថាវាដោយសារចំណង់ចិត្តរបស់យើងអញ្ចឹងនៅពេលដែលយើងចាប់ដើមធ្វើទៅគឺល្អពីគ្រូសាលាមត្តេយ្យខ្លាយទៅជានាយិកាសាលាមត្តេយ្យអរគុណច្រើនបងនេះជាប្រវត្តិកុមារភាពរបស់បងស្ដាប់ទៅវាការតស៊ូមួយបាទនឹងស្វិតស្វែងដែរណាបងណាចុះត្រឡប់មកជីវិតដែលបងមករស់នៅភ្នំពេញបន្តមកវិញចាហើយនៅពេលហ្នឹងទៀតពេលដែលពងធ្វើការហ្នឹងបងបាទក៏នឹកឃើញថាដូចចង់មកបន្តការសិក្សានៅភ្នំពេញនឹកប៉ាម៉ាក់ព្រោះយើងនៅនោះរៀងឆ្ងាយពីគាត់បាទអញ្ចឹងយើងថាចង់មកជាមួយឪពុកម្ដាយហ្នឹងហើយមកជួបជុំមួយគាត់ធម្មតាបងអារម្មណ៍ធម្មតាហ្នឹងបាទអញ្ចឹងនៅពេលដែលខ្ញុំមកដល់ភ្នំពេញវិញខ្ញុំក៏បន្តហ្នឹងហើយសម្រាប់ចិត្តព្រោះសារខ្ញុំមើលឃើញតាមដានអាកាសក៏ខ្ញុំមើលឃើញថា
nơi bia bãi kia miền ở cá chứ nhung có hiến cho bạn nhà sân bạn nhà bạn rong chả và tọp bị rong hai ban dương ban cho bạn nhà bạn chả trong np để nhung màu vẫn cứ mua là hết để nhung trong mà vẫn cứ tìm mũi nhung trong riêng là không cam vị thi mũi cả hai thằng cam thi để smay bạch chia cam vị thi đây bằng cả lang đói snow ca dù chốn nâng ngày cả hai thangไปสมปองคือบริษัทกำชี้ให้ที่มีสตองการอยู่ชนนับเป็นนักยมเรียนกำที่เด็กสมัยไปนั่นคือจีแวะบ่งวักเวิร์นอยู่ชนคือบริษัทตู้เตียงเตะจังแวะนั่งปัจจุบันช่วยยมเฉินกำที่เด็กสมัยไปนั่นคือcáiชนัยปีชนัยด้วยcáiแผลท่าด้วยยังชนัยตะโบงอะตะโบงเหมือนตอนชนัยจังไปยมรีจำร้านบ้านจานเนยไปเด็กยมโจรวมกำที่นั่งหายcái riêngแต่เรียนรองไงซ่าเลยระยะไปหมดชนปิ่งจ้ะหายยมมันรีจำร้านเชิญเหมือนเต้นตามอย่างกรรมวิธีนั้นหายก็ปต่อไปยมเรียนจับชนที่มุ้ยก็ยมมันคลายเตจีเนี่ยสำรอบสำรัวเมื่อการเขาเตยกรรมวิธีนึงละหดจังขยมเรียนพ้องขยมทัวร์กาพองได้จ้ะมีมัดแพะประเทศขนาดนั้นคือกอดมาดุยืนเตยร้อนไงจำชั่วโมงกว่ากอดชั่วโมงในสับแพะให้หวังไงนั่นก็กอดในกรมหุ่นโกกากะลาดึกในข้างรังวัตถุได้จ้ะให้กอดในจนซึ่งนั่นยมชื่อฮะกอดหนึ่งดับเรือไว้ยมใหญ่ให้กอดประเทศขนาดยมให้กอดมาดักยมซึ่งรองไงให้ก็มีมัดแพะมวยจนูได้ชั่วโมงคนที่แต่กอดในแต่จิตยมกอดจูนยมเตยหวังไงมวยปลากอดมาโตมุ้ยจีใบเนี่ยเตยจมูกกอดจังเขาปีก้องคือยมมีนการจีมาโตเตยจมูกหนึ่งมัดแพะใบเนี่ยให้หนึ่งประเทศขนาดยมแต่กอดเมาดักยมหวังไงจังเตยเราโหดนั่งไงยมบานเรียนเราโหดแต่ดอไปจอบปะหยาบัดเนยเบียบไรจ้าเนยเบียบไรหนึ่งชนามปีปอนประมวยปีปอนเปิลจ้าเอาคนเชิญบ้างตลอดแต่ดาวแล้วบองบานมาเนยพนมเปญให้กราวปีบองจีเนบองเรียนประตอมเทียบบองหนึ่งจับอาชีพไปเทียนในพนมเปญนี่จ้าอาจบองเชียนแต่ดาวtừแคนาดาตามtừแคนาดาจ้าแต่บองเป็นจังกันทับด้วยอีกแล้วจ้าตามปัตเตอร์เนเปđểขยมเรียนนั่งคือในขนมพนมเปญไปมาตอนตะกันแคนาดาบ้านในท่าขยมเรียนพ้องอย่างทัวร์กาพ้องขยมมีหมกระบอมวยเตียดคือขยมเรียนภาษาอังกฤษตามแต่ให้เขาเสิร์ฟบอกยมคืออยู่ประหายบองจังให้ยมเรียนตามมาเนี่ยปีเนี่ยไอเต๋จ้าจังขยมจุ่มนี้บอกยมมวยเตียดคือครูบังวักภาษาอังกฤษจ้าจังบองปโอนาได้กวาดจ่าหายเจ็บปีศาจอังเลเต้vàเลยนี่ไงมุนเติมแต่ทำไมเดี๋ยวยมโจจมูกนังสะกระนสตรีให้มีบอมปอนมาจากชีวกรรมเชิญได้กวาดจังเรียนปีศาจอังเลก็สนาสมยมก็ท่าบ่าวเส้นจียมบ่าวเปลี่ยนก็สมมาเรียนได้จังไปให้เจติเทียบยมหนึ่งเรียบแพลนเรียบแพลนกาสมัยบอมปอนมันท่าก็เชื่อมาจากชีวกรรมด้วยก็ออเต้ปันไตก็ไว้จำนะจังก็ขมาเกไปให้เจตือข้างเขียวปะบ้าจังยมหนึ่งบ่าวจะแวะสมัยกวาดได้กวาดจังใจไปซาอังเลยมไปซาบับปีศาจจ้าจังยมเมียนสมัติเพียบประมวยชน้ำประมวยคล้ายเติมเหมือนชน้ำเอาแต่ก่อนโยจะตกดะโจรวมยมเชื่อทางก่อนไอปลาไปซาอังเลบานจ้าบานเอาคนชันบอกคิมจังดังหามนบองคลายแต่เจครูเจเนสมรอสมบูรณ์ละอจังงั้นนะบอกแต่บองจูบในปัญหาอีกครั้งในปีนึงจ้าตามประตูบชีวิตยมช่วงประจังมาดอปีดาวมาดอเหลือคือยมให้เดี๋ยวยมเสร็จละนั่นทัดในขนมวิสัยเชื่อครูประวัติจุ่มนี้ต้นจ้าจังเชื่อมาให้ชนะใหม่ให้ทัวร์กาจมวยกบม้าจมวยหนึ่งจุ่มชนจมวยหนึ่งมันนึกเป็นไว้ใครกรุบวิสัยต่างอ๋อมันท่าวิสัยไอ้กับชนกรมพลสถาบันรัฐหรือก็รัฐบาลเตคือยมบานประดกประดากรุบวิสัยต่างอ๋อให้เอาไว้เดี๋ยวยมเรียนบ้านคือเดี๋ยวซาแต่ยมเมียนมันนึกกลุ่มรูบอกอังเลยังท่าเปียrole modelingจ้ะยมเมียนแต่งไม้ยมเมียนแต่งบอเตจ้ะได้กวดยังไปยังhaiท่าเชียเมนเทอร์จะกรูปดอเลยวะจ้ะจังกวดชื่อกลุ่มรู้บ้านฮะกวดบ้านจำหน่ายเปรบอกกวดอบรมยังช่วยยังกดกงยังเหมือนฮะตั้งเชียเปรเวลีแต่งตักchấtแต่งซ้ำไปได้ทำไปกาเตคือกดช่วยยังจังเนเปđể dân miềnปัญหาdân ở đằng này rồi trồng núi nè nè dân nhung rừng lật với nga ca bị từ bồn nhung cò xôm con đấy cứ lôi để nhung riêng á tại nhà nó á cứ ở miền ban
ដូចថាមិនខ្ញុំបន្ទោសពុកម្ដាយទេប៉ុន្តែពេលហ្នឹងក៏គាត់មានកម្រិតដែរប៉ុន្តែខ្ញុំបានក៏អរគុណឆ្លៀតឱកាសនេះក៏អរគុណដល់អ្នកគ្រូកាទីគាត់ជានឹងលោក Philip ហើយនឹងអ្នកស្រី Wendy Scott ដែលគាត់ជាបងអារម្មណ៍ធម្មតាបងអត់អីទេចាបាទធម្មតាតែគាត់ជាបេសកជនបានអ្នកដែលគាត់ស្គាល់ព្រះយេស៊ូវគាត់មកបម្រើការងារនៅស្រុកខ្មែរហើយខ្ញុំចាប់ផ្ដើមស្គាល់គាត់តាំងពីនៅស្ទឹងត្រែងចាអញ្ចឹងរហូតមកដល់ហើយគាត់ក៏ធ្លាប់មកគាត់ក៏បកមកនៅភ្នំពេញវិញដែរអញ្ចឹងគាត់តាមជួយខ្ញុំរហូតជួយខ្ញុំប្រឹក្សាអញ្ចឹងគាត់ក៏ជាអ្នកឧបត្ថម្ភខ្ញុំនៅក្នុងការដែលខ្ញុំរៀនសូត្រនៅបញ្ញាបត្រហ្នឹងដែរគាត់ជូនខ្ញុំឲ្យស្គាល់ផ្លូវស្គាល់អីចឹងណាហើយមួយទៀតនៅពេលដែលខ្ញុំរៀនកម្មវិធីរស្មីពេជ្ររយៈពេល1ឆ្នាំហ្នឹងគាត់ក៏ជា mentor របស់ខ្ញុំដែរអញ្ចឹងពេលដែលខ្ញុំរៀនហើយខ្ញុំទៅជួបគាត់ជារៀងរាល់អាទិត្យចារៀងរាល់អាទិត្យហើយខ្ញុំបានប្រាប់គាត់អំពីថាតាគឺខ្ញុំរៀនពីអីខ្ញុំចេះអីខ្លះយ៉ាងម៉េចខ្លះអញ្ចឹងយើងមានតំណែងជាមួយគ្នាជារៀងរាល់អាទិត្យតែម្ដងចារយៈពេល1ឆ្នាំហើយទោះពីនឹងក៏ដោយអញ្ចឹងចំពោះអ្វីដែលជាគំរូជីវិតរបស់ខ្ញុំគឺដោយសារពួកគាត់ហើយក៏ខ្ញុំមានមនុស្សជាច្រើនទៀតដូចជាគាត់ក៏ជាមិត្តរួមការងារហើយក៏ជាប្រធានរបស់ខ្ញុំដែរគាត់ឈ្មោះបងហែមសុភារីឥឡូវគាត់ទៅរស់នៅអាមេរិកហើយក៏អរគុណគាត់ដែរដែលគាត់មានចំណែកនៅក្នុងការធ្វើឲ្យខ្ញុំរីកចម្រើនផងដែរចាហ្នឹងហើយអញ្ចឹងបានន័យថាគឺខ្ញុំបានទទួលការរួមចំណែកមិនថាពីបងប្អូនយើងដែលគាត់ជាមនុស្សគំរូក្នុងជីវិតរបស់ខ្ញុំមិនថាជាខ្មែរឬក៏ជាបរទេសទេដែលគាត់ចំណាយពេលជាមួយយើងគាត់ជួយប្រឹក្សាយើងនៅពេលដែលយើងមានបញ្ហាផ្សេងមិនថាបញ្ហាគ្រួសារឬក៏បញ្ហាផ្ទាល់ខ្លួនឬក៏អីទេគឺគាត់តែងតែជួយប្រឹក្សាជួយកែតម្រង់យើងហើយមិនថាគាត់អត់និយាយទៅយើងមានអារម្មណ៍ថាសុវត្ថិភាព24ម៉ោងអ្វីដែលយើងចែករំលែកឲ្យជាមួយគាត់គឺអាចជារក្សាការសម្ងាត់ហើយក៏អត់បន្ទោសយើងឬក៏អត់អីប៉ុន្តែគាត់ជួយតម្រង់យើងសួរនាំយើងអញ្ចឹងពួកគាត់ជាចំណែកមួយនៅក្នុងការរីកចម្រើននៅក្នុងជីវិតរបស់ខ្ញុំចាអូខេអញ្ចឹងបងគាត់សំតែជា hero សម្រាប់បងណាចាបងអូខេបាទស្ដាប់ជីវិតបងភាទៅគឺថាលំបាកផងសំណាងផងបើន័យថាមានអីមានអ្នកចាំជួយជ្រោមជ្រែងគាត់បានរហូតបាទប៉ុន្តែនៅពេលដែលរំលឹកពីពួកគាត់បងតែងតែសម្រក់នៅទឹកភ្នែកអានឹងជាអារម្មណ៍ដែលយើងក្តុកក្តួលពេកឬក៏ជាការនឹកគាត់ឬក៏មកពីនឹកឃើញហ្នឹងខ្លួនឯងកាលហ្នឹងដូចជាកំសត់ដល់ហើយអីឬក៏មិនដែរបងទាំងពីរបងចាបានន័យថាយើងមានរៀងកំសត់ដែរហើយក៏យើងដូចតែរំភើបនឹងទឹកចិត្តរបស់ពួកគាត់ដែលគិតថាយើងគិតថាឥឡូវខ្ញុំអត់ថាចង់វាយប្រហារទៅលើអាជីវកម្មណាទេប៉ុន្តែពេលខ្លះដូចឃើញម្ចាស់អាជីវកម្មជាប់គាំងអ្នកមានបញ្ហាតែពេលដែលយើងទៅសួរគេអស់រាប់រយរាប់ពាន់ដុល្លារចាអញ្ចឹងខ្ញុំធ្លាប់សាកល្បងនៅពេលដែលកូវីដហ្នឹងយើងចង់ប្រឹក្សាមួយគេតាក់ទងនឹងបញ្ហាជាប់គាំងអាជីវកម្មផ្សេងតែយើងទៅសួរគេមកខុសមកវគ្គសើរាប់ពាន់ដុល្លារតែចំពោះពួកគាត់វិញ24ម៉ោងសម្រាប់យើងអត់មានអស់1ដុល្លារមានតែចំណាយលើយើងវិញទៅជួបគាត់គាត់ប៉ាវបាយប៉ាវកាហ្វេឲ្យយើងថាគាត់ជួយយើងដោយចេញពីចិត្តបរិសុទ្ធអញ្ចឹងហើយទៅអ្វីដែលគាត់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំណាធ្វើឲ្យខ្ញុំឈរជើងនៅក្នុងវិស័យជាគ្រូបណ្ដុះបណ្ដាលបានរហូតជាង20ឆ្នាំអញ្ចឹងខ្ញុំឆ្លាញ់មុខរបរហ្នឹងការងារហ្នឹងគឺមិនមែនដើម្បីតែកម្រៃដែលយើងទទួលបានពីការបង្វឹកហ្នឹងទេប៉ុន្តែនៅពេលខ្ញុំឆ្លាញ់ដោយសារគឺយើងមានឱកាសដើម្បីជួយមនុស្សដែលគាត់ខ្វះឱកាសចាយើងជួយប្រឹក្សាគាត់នៅគាត់ទៅជាប់គាំងក្នុងជីវិតតខ្លួនជីវិតគ្រួសារនៅក្នុងបញ្ហាអាជីវកម្មគឺយើងជួយប្រឹក្សាគាត់បានដោយសារតែអ្វីដែលខ្ញុំបានទទួលពីជីវិតខ្ញុំនៅយុវជននឹងឯងចឹងវាជាអត្តពលមកធ្វើឲ្យដួងចិត្តរបស់យើងចងចាំហើយធ្វើឲ្យយើងចង់ចែករំលែកទៅដល់សង្គមទៅដល់មនុស្សផ្សេងចាមូលហេតុដំបូងដើមចំឲ្យខ្ញុំអត់ជានឹងថានឹងអាចចែករំលែកផ្សាយលើបងឯងចែករំលែកបានទេថាមូលហេតុឲ្យយើងបើនេះថាមិញបងមានភាសាថាយើងយកលុយតខ្លួនលុយគ្រួសារលុយមិត្តភ័ក្តិអីទៀតរួមទាំងលុយធនាគារទៅរកស៊ីជាមួយគាត់នឹងចាបាទកន្លែងហ្នឹងគឺដោយសារតែពេលហ្នឹងដូចចង់និយាយថាយើងអាចចំណេះដឹងហិរញ្ញវត្ថុរបស់យើងនៅមានកម្រិតហើយនៅពេលនោះអត់មានអ្នកណាមកអត់មានការប្រឹក្សាមានអីទេអញ្ចឹងយើងគិតថាយើងរកលុយបានហើយអញ្ចឹងយើងអត់ដឹងធ្វើអីអញ្ចឹងនៅពេលដែលមានអ្នកដែលគាត់ស្គាល់យើងគាត់មកខ្ចីហើយគាត់ឲ្យដូចថាការប្រាក់អីតិចតួចអញ្ចឹងណាអញ្ចឹងយើងចេះតែទុកចិត្តគាត់អញ្ចឹងចេះតែឲ្យគាត់ខ្ចីយូរទៅមិនមែនម្នាក់ទេគឺច្រើនអ្នកម្ដងតិចធ្វើឲ្យវាកាន់តែច្រើនបើសិនជាខ្ញុំ
ចេះយល់ដឹងពីលុយហេរ៉ាញ់វត្ថុហើយខ្ញុំយល់ដឹងអំពីផ្នែកអចលនទ្រព្យអញ្ចឹងមកខ្ញុំអត់ភ្លេចគុណនៅរឿងអចលនទ្រព្យទេអចលនទ្រព្យបានសង្គ្រោះជីវិតខ្ញុំបងចាបានសង្គ្រោះជីវិតខ្ញុំអញ្ចឹងបានខ្ញុំឈរជើងនៅក្នុងវិស័យអចលនទ្រព្យនេះជាង15ឆ្នាំហើយដោយសារតែពេលហ្នឹងពេលខ្ញុំមានលុយបើខ្ញុំចេះវិញហ៎បងនៅផ្សារឈុកមាសហ្នឹងគឺបឹងឯងអញ្ចឹងខ្ញុំអាចហើយអ្វីដែលរឿងកំ pl ែងបំផុតនោះគឺគេបូរីហុងពីវភពថ្មីគេចាប់ផ្ដើមបើកលក់ដំណាក់កាលដំបូងនៅផ្សារឈុកមាសហ្នឹងខ្ញុំចេះឆ្ងល់ថាហេតុអីបានគេមករងថ្ងៃគេបាតកម្មមែនគេធ្វើអីមែនអញ្ចឹងខ្ញុំប្រៀបធៀបវិញថាខ្ញុំរស់នៅឡែងពេជ្រខ្ញុំមិនដឹងថានឹងពេជ្រខ្ញុំអត់ដឹងដោយសារខ្ញុំអត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុហើយនៅអចលនទ្រព្យតតែសោះហើយសូម្បីតែមិត្តភ័ក្ដិខ្ញុំដែលគេចេះគេអត់មកហៅយើងក៏ប្រពន្ធគេសុខចិត្តខ្ចីលុយរបស់យើងទៅទិញគេអត់ប្រាប់យើងទេចាមិត្តភ័ក្ដិដែលបងលើកឡើងមកមិញហ្នឹងចាហ្នឹងហើយមានច្រើនទៀតចាដែលគេយកខ្ចីគេសុខចិត្តមកខ្ចីលុយយើងតែគេអត់បានយកលុយគេមកប្រពន្ធយើងទេថានេះយកលុយទៅទិញអីចឹងអត់ទេអត់មានហ្មងចាអញ្ចឹងនៅពេលហ្នឹងយើងអត់ដឹងក្រៅពីថាធ្វើម៉េចឲ្យលុយកើនតាមរយៈឲ្យគេខ្ចីទេអត់ដឹងហ្មងហ៎បងចាហើយនៅពេលដែលគេផ្អើលមកទិញបូរីហ្នឹងក៏ឆ្ងល់គេមកធ្វើអីរាល់ថ្ងៃគាត់ថាគេមកបាតកម្មអីអត់ដឹងថាគេមកទិញបូរីអីចឹងទេចុះកាលនោះកាត់ផ្សារបងចុះកាលនោះបងបានទៅចែកមួយបងប្រុសដែលជាគ្រួសារបងខ្លះដែរចាចង់និយាយថាពេលដែលគេមករកយើងអីហើយយើងឃើញគេហកអីចឹងណាមកតំបន់ហ្នឹងនិយាយទៅទាំងពីរអ្នកបងអត់ដឹងដូចគ្នាចាហើយពេលហ្នឹងការសម្រេចចិត្តភាគច្រើនអាចលើខ្ញុំច្រើនជាងចាលើខ្ញុំច្រើនជាងអញ្ចឹងណាចាអញ្ចឹងបងប្រុសក៏គាត់ដោយសារគ្រួសារខ្ញុំគាត់ភាគច្រើនគាត់ឲ្យការសម្រេចចិត្តមកលើខ្ញុំច្រើនដែរអញ្ចឹងណាចាអញ្ចឹងតើតើនឹងហិរញ្ញវត្ថុអីគឺមិនមែនថាយើងអត់ប្រាប់គាត់ទេគាត់ដឹងដូចគ្នាហើយគាត់ឲ្យការសម្រេចចិត្តមកលើយើងដែរអញ្ចឹងណាបងចាតែនៅពេលហ្នឹងគឺយើងមានកម្រិតនៃការយល់ដឹងពីហិរញ្ញវត្ថុហើយនឹងអចលនទ្រព្យគឺសូន្យឆឹងហ្មងតែបើជំនាន់ហ្នឹងបើសិនជាខ្ញុំចេះយកលុយទាំងអស់ហ្នឹងទៅកក់តាអានតិចនៅមុខអាកន្លែងផ្លូវ2011រាល់ថ្ងៃហ្នឹងបាទគឺអូយលុយច្រើនមែនតើអាចលុយដល់លានអញ្ចឹងខ្ញុំចង់បកត្រឡប់មកវិញថានៅពេលដែលខ្ញុំនៅពេលហ្នឹងគឺខ្ញុំពេញដោយបំណុលហ្នឹងមែនទេបងអញ្ចឹងខ្ញុំដកសូនហើយអញ្ចឹងស្អីក៏ខ្ញុំធ្វើដែរខ្ញុំឡើងទៅបង្រៀនគេធ្វើការផងឡើងទៅបង្រៀនគេផងអីផងហើយនិយាយទៅអាវធំក៏ពាក់ចាចុះពីអាវធំវិញចេះលក់និយាយទៅថាសម័យហ្នឹងគឺថាធ្វើមិនឲ្យតបានលុយដោះបំណុលធ្វើទាំងអស់មួយសាចាអញ្ចឹងមានសាទី2ទៀតហើយមានសាទី2ទៀតបងនេះគាត់មួយសាដំបូងមកន័យថាគេខ្ចីលុយបងហើយគេអត់សងត្រឡប់ជួបបញ្ហាមួយសាទៅចាចុះមួយសាទៀតហ្នឹងគឺពេលហ្នឹងគឺពងថាសបាយនៅពេលចាប់ដើមស្គាល់អចលនទ្រព្យហើយគឺចាប់ដើមរកចំណូលពីវាបានវាជួយដោះបំណុលយើងនៅពេលហ្នឹងចាប់ដើមមានលុយចាប់ដើមអត់បានរកផ្ទះអីល្អអត់បានរកឡានអីល្អគ្រឿងអលង្ការអីល្អទេពេលហ្នឹងពងតែវក់ស្រឡាញ់ដីចាវក់ស្រឡាញ់ដីខ្លាំងហើយនិមិត្តថាមានចក្ខុវិស័យថាចង់បានដី25ខេត្តក្រុងអញ្ចឹងទៅចាប់ដើមទិញគ្រប់កន្លែងចាលុយដែលរកបានទាំងប្រមាណគឺដើរទិញចាទិញលក់អញ្ចឹងទៅចាអញ្ចឹងតបបងដឹងហើយយើងក៏ចាប់ដើមតាក់តងទៅនឹងពេលហ្នឹងយើងដោះបំណុលអស់ហើយយើងចាប់ដើមងើបឡើងវិញអញ្ចឹងបងប្អូនគេចាប់ដើមឃើញជីវិតយើងប្រសើរឡើងមិត្តភ័ក្តិអីក៏គេចាប់ដើមទំនុកចិត្តចាហើយអញ្ចឹងគេយើងដូចថារៀងមានមុខមានម៉ាក់បន្តិចវិញណាបងចាអញ្ចឹងទៅខ្ញុំរៀងមនុស្សរៀងហ៊ានបន្តិចបងចារៀងហ៊ានណាយើងចាប់ឱកាសចាអញ្ចឹងពេលខ្លះយើងហ៊ានក្រៅពីលុយធនាគារក៏យើងអាចប្រើកម្ចីតាមរយៈឯកជនតាមរយៈមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារដែរអញ្ចឹងណាបងអញ្ចឹងនៅពេលដែលយើងកាលពីមុនមកយើងរកបានអញ្ចឹងយើងទិញលក់យើងវិនិយោគអីណាប៉ុន្តែចាប់តាំងពីឆ្នាំពីកូវីដមកដល់ឥឡូវនេះគឺយើងដូចបងដឹងហើយអ្នកខ្លះគាត់ជាអុកញ៉ាគឺម្ចាស់គម្រោងអ្នកអភិវឌ្ឍធំគាត់មិនពេលខ្លះមិនត្រឹមតែរឿងថាមានបំណុលឬក៏ជាប់គុកឬក៏បែកបាក់គ្រួសារឬក៏អីអ្នកខ្លះរហូតដល់គិតខ្លីដែរតើតើរឿងអចលនទ្រព្យនឹងចាអញ្ចឹងខ្ញុំក៏ប៉ះពាល់ដូចគ្នាដែរចាដោយសារលុយភាគច្រើនគឺយើងមួយចំណែកពីធនាគារមួយចំណែកពីឯកជនមហាមិត្តភ័ក្តិបងប្អូននឹងចាអញ្ចឹងយើងមានការប្រាក់ច្រើន
តាមពិតលុយឯកជនច្រើនដែលយើងត្រូវបង្វិលហើយកាលមុនយើងចរន្តយើងវិលយើងអាចបង្វិលវាចុះឡើងបានចាតែក្រោយមកតាំងពីកូវីដមកដល់ឥឡូវគឺយើងកាំងมันអាចបង្វិលបានហើយសារបងប្អូនយើងគាត់រៀងភ័យបារម្ភទៅគាត់សង់ចំណាយហើយមួយទៀតគឺដោយសារតែអត់កាលពីមុនអត់មានរហូតដូចថាឲ្យគេខ្ចីយកលុយអីទេប៉ុន្តែនៅតែមានអ្នកមកសុំខ្ចីប៉ុន្តែអត់មានបាននេះទេគឺម្នាក់តិចហើយពេលខ្លះយើងទិញដីទិញអីតាមរយៈមិត្តភ័ក្តិទុកចិត្តទិញក៏ប៉ះដីខ្យល់ច្រើនកន្លែងដែររៀងតែនៅតែមានក្តីសង្ឃឹមមួយថាវាខុសពីមុនយើងដក0ចាព្រោះយើងមានបំណុលមានមិនត្រឹមតែអត់អីគឺមានបំណុលជុំទឹះតែដល់ពេលតាមរយៈចន្ទៈតបគឺយើងដោះបំណុលនឹងអស់ចាហើយក្រោយមកទៀតគឺយើងទិញនៅក្នុងនេះបើហើយយើងលុយយើងកប់នៅក្នុងដីអញ្ចឹងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរយើងអាចបង្វិលដីនឹងមកវិញជាសាច់ប្រាក់វិញបានចាតែយើងរៀងបាក់ទឹកចិត្តដែរបងបាក់ទឹកចិត្តត្រង់ថាយើងនឹកឃើញថាដីយើងចំណាយលុយទៅលើដីធ្លីទាំងអស់យើងខំប្រឹងប្រែងហើយវាជះទៅលើនឹងវិញកប់នៅក្នុងនឹងវិញខាតបងក៏ធ្វើឲ្យយើងបាក់ទឹកចិត្តដែរបងពេលខ្លះក៏រៀងចង់ថាគិតខ្លីអីដែរក៏រឿងតូចចិត្តដែរអន់ចិត្តដែរក៏ពេលខ្លះក៏រៀងថាចង់មានវិបត្តិដែរប៉ុន្តែយើងដឹងដូចថាយើងលើកទឹកចិត្តខ្លួនឯងហ៎បងចាយើងលើកទឹកចិត្តខ្លួនឯងចែកចម្លែងតិចមើលបងធម្មតានរណាក៏ជួបនៅវិបត្តិបញ្ហាចាបើតាមស្ដាប់ភាសាបងមកមានន័យថាយើងទាល់ហើយពេលហ្នឹងចាចង់ដឹងបងជួយចែកម្លែងតិចមើលយើងអញ្ចឹងនៅពេលដែលយើងដោះអីមិនបាទនៅពេលដែលយើងលំបាកខ្លាំងនៅពេលដែលយើងជួបនៅក្នុងវិបត្តិនឹងម្ដងទៀតយើងចាប់ផ្ដើមលើកទឹកចិត្តខ្លួនឯងវិញហើយក៏យើងចាប់ផ្ដើមអង្គុយរៀនពីកំហុសរបស់ខ្លួនឯងចាថាមូលហេតុអីបាននាំឲ្យយើងជួបបញ្ហានឹងឡើងអញ្ចឹងយើងអង្គុយសរសេរយើងអង្គុយឆ្លុះបញ្ចាំងអំពីបញ្ហាទាំងអស់ហ្នឹងឡើងវិញហើយយើងលើកទឹកចិត្តខ្លួនឯងថាពីអត់រហូតដល់យើងរស់ឡើងវិញបានយើងប្រឹងឡើងវិញបានអញ្ចឹងយើងនៅតែអាចធ្វើបានអញ្ចឹងយើងក៏បាក់ទឹកចិត្តហើយអញ្ចឹងបើសិនជាយើងមានបញ្ហាជាមួយនឹងម្ចាស់ម្ដងផ្សេងៗយើងត្រូវប្រឈមយើងរកឫសគល់នៃបញ្ហាហើយយើងប្រឈមនឹងការប៉ັດយើងចេញមុខដោះស្រាយជាមួយគេយើងប្រាប់គេព្រោះដោយសារគេស្គាល់យើងថាយើងជាមនុស្សយ៉ាងម៉េចយើងអត់បានយកលុយទៅចាយទៅលើលបែងទៅលើអីផ្សេងៗទេប៉ុន្តែយើងយកទៅប្រើនៅក្នុង business របស់យើងអាជីវកម្មរបស់យើងប៉ុន្តែនៅក្នុងស្ថានភាពហ្នឹងវាជួបបញ្ហាអញ្ចឹងឲ្យយើងព្រមប្រាប់គាត់យើងព្រមទៅចែកជាមួយគាត់អញ្ចឹងយើងបន្តឲ្យយើងស្គាល់ភាពខ្លាំងរបស់យើងមានសមត្ថភាពធ្វើការបានច្រើនយើងជាគ្រូបង្វឹកយើងមានចំណេះដឹងផ្នែកអចលនទ្រព្យចាប់ដើមមានចំណេះដឹងផ្នែកអចលនទ្រព្យហើយយើងមានចំណេះដឹងភាសាអង់គ្លេសមានអីច្រើនអញ្ចឹងអត់បាក់ទឹកចិត្តយើងស្គាល់ភាពខ្លាំងខ្លួនឯងពេលយើងរកឃើញឬគល់បញ្ហាយើងស្គាល់ភាពខ្លាំងភាពខ្សោយរបស់យើងលើកទឹកចិត្តខ្លួនឯងហើយយើងបន្តពេលខ្លះយើងអត់អាចជួយខ្លួនឯងបានប៉ុន្តែយើងមានក្តីសង្ឃឹមមានជំនឿជាមួយនឹងព្រះហើយភាពស្មោះត្រង់របស់យើងយកមកធ្វើការព្រោះអីខ្ញុំនៅក្នុងវិស័យអចលនទ្រព្យនេះគឺខ្ញុំប្រឡូករហូតខ្ញុំអត់ឈប់ទេដោយសារខ្ញុំជាអ្នកប្រយុទ្ធប៉ិតខ្ញុំពីអ្នកគុជេធម្មតាមកទៅជាភ្នាក់ងារដែលមានវិជ្ជាជីវៈហើយអ្វីដែលសំខាន់មួយទៀតគឺខ្ញុំពេលដែលខ្ញុំដើរចូលមកជាមួយនឹងក្រុមហ៊ុន Inva គឺក្នុងផ្នែកជាជាអ្នកគ្រប់គ្រងផ្នែកលក់គឺខ្ញុំត្រូវបានទទួលការឲ្យតម្លៃហើយចាអញ្ចឹងយើងចូលរួមជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវមាន credit ល្អអញ្ចឹងនៅពេលនេះគឺយើងទទួលបានទំនុកចិត្តពីអតិថិជនច្រើនបាទអរគុណច្រើនបងស្ដាប់រឿងរ៉ាវជីវិតបងឥឡូវបងដល់ចំណុចមួយតើបន្ទាប់ពីបងបានចែករំលែកនៅជីវិតពិតក៏ដូចជាស្ថានភាពពិតរបស់បងហ្នឹងតើបងរៀនអីបានពីបញ្ហាទាំងអស់ហ្នឹងបាទហើយមួយទៀតតើបងចង់ចែករំលែកពីជីវិតជាក់ស្ដែងរបស់បងហ្នឹងទៅសម្រាប់អ្នកដែលគ្នាកំពុងតែជួបឬក៏គ្នាដែលមិនទាន់បានជួបនៅបញ្ហាដូចបងហ្នឹងបាទចាអរគុណបងដែរហើយខ្ញុំរៀនបានច្រើនអំពីអ្វីដែលយើងបានឆ្លងកាត់តែក៏អរគុណខ្លួនឯងដែរដែលយើងអត់បោះបង់ចាបងបាទពេលដែលយើងចង់បោះបង់តែយើងមើលទៅក្នុងសង្គមមើលនៅក្នុងជីវិតទៅយើងឃើញថាមនុស្សជាច្រើនទៀតគាត់ជួបបញ្ហាលំបាក
chương dương tiệt hay khi prom từ tua dọc bành hà nắngผมประชม នឹងការប៉ັດយើងអត់កិច្ចទេហើយយើងដឹងភាពខ្លាំងខ្លួនឯងយើងយកភាពខ្លាំងខ្លួនឯងមកប្រើឲ្យអស់សក្តានុពលចាអញ្ចឹងភាពខ្លាំងរបស់ខ្ញុំមានច្រើនចាខ្ញុំជាគ្រូបង្វឹកខ្ញុំជាខ្ញុំមានជំនាញនៅក្នុងភាសាអង់គ្លេសប្រើបានច្រើនជាគ្រូបង្រៀនផងជាអ្នកបកប្រែផងខ្ញុំផ្នែកអចលនទ្រព្យគឺខ្ញុំប្រកែមើលទ្រព្យល្អក្រោមទីផ្សារហើយខ្ញុំជួយឲ្យអតិថិជនខ្ញុំមានផលចំណេញបានច្រើនអញ្ចឹងខ្ញុំស្គាល់ខ្លួនឯងច្បាស់នៅចំណុចខ្លាំងរបស់យើងអត់បោះបង់ហើយខ្ញុំស្រឡាញ់វិស័យអចលនទ្រព្យនេះខ្ញុំប្រាប់បងថាអចលនទ្រព្យជួយឲ្យខ្ញុំងើបឡើងវិញអញ្ចឹងគឺចាតែនៅពេលដែលយើងជួបនៅបញ្ហាគឺយើងឆ្លុះបញ្ចាំងមកឡើងវិញមូលហេតុអីយើងមានបញ្ហាទាំងអស់ហ្នឹងហើយយើងរៀនពីវាយើងកុំបន្ទោសខ្លួនឯងតែយើងទទួលយកវាហើយយើងប្រឹងអភិវឌ្ឍហើយយើងបន្តទៅមុខទៀតហើយយើងរកការប្រឹក្សាហើយជាពិសេសរកដៃគូត្រឹមត្រូវដូចជាមកធ្វើការជាមួយនឹងក្រុមហ៊ុន Inva អញ្ចឹងជាកន្លែងមួយដែលយើងអាចយកចំណេះដឹងយកបទពិសោធន៍ចំណេះជំនាញយើងយកមកធ្វើការអញ្ចឹងវាអាចជួយស្ដារយើងឡើងវិញហើយខ្ញុំឈរនៅក្នុងវិស័យអចលនទ្រព្យនេះគឺខ្ញុំប្រកាន់តែគោលការណ៍3ទេគឺទី1សុវត្ថិភាពគឺមុននឹងខ្ញុំណែនាំទ្រព្យឲ្យភ្ញៀវដោយសារខ្ញុំឆ្លងកាត់ឆ្អែតអស់ហើយសោះសាច់អស់ហើយខ្ញុំនិយាយប្រាប់បងអញ្ចឹងខ្ញុំអត់ចង់ឲ្យអតិថិជនរបស់ខ្ញុំរងនៅបញ្ហារបស់ខ្ញុំទេអញ្ចឹងខ្ញុំត្រូវតែខ្ញុំលក់មានគោលការណ៍តែ3ទេទី1គឺសុវត្ថិភាពអញ្ចឹងមុននឹងខ្ញុំយកទ្រព្យមកលក់ខ្ញុំសិក្សាលម្អិតទៅលើទ្រព្យហ្នឹងចាអញ្ចឹងប្រហែលជាម្ចាស់ខ្លះពេលដែលគាត់ជួបខ្ញុំជាភ្នាក់ងារគាត់នឹងឆ្ងល់ថាហេតុអីបានខ្ញុំសួរលម្អិតម៉េះតាំងពីទ្រព្យហ្នឹងប្លង់ប្រភេទអីលម្អិតដោយសារខ្ញុំឆ្លងកាត់បញ្ហាខ្លួនឯងខ្ញុំមិនចង់ឲ្យអតិថិជនខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំត្រូវប្រកាសថាទ្រព្យដែលខ្ញុំយកមកលក់គឺសុវត្ថិភាពសម្រាប់អតិថិជនទី2គឺត្រូវតែមានផលចំណេញអតិថិជនទី3គឺខ្ញុំឈរនៅលើភាពស្មោះត្រង់ទំនួលខុសត្រូវនិងគុណធម៌ជាមួយអតិថិជនរបស់ខ្ញុំអញ្ចឹងខ្ញុំឈរជើងមកនៅទៅខ្ញុំឈរជើងនៅទីនេះបានខ្ញុំអរគុណទាំងអស់ទាំងអតិថិជនថ្មីចាស់ដៃគូទាំងអស់ដែលគាត់នៅតែគ្រប់គ្រងយើងហើយយើងជួយខ្លួនឯងផងដែរដោយសារការរៀនពីបញ្ហាការស្គាល់រកខ្លួនឯងឲ្យឃើញហើយព្រមទទួលស្គាល់ការពិតហើយអភិវឌ្ឍខ្លួនបន្តហើយអត់ឈប់ហ្នឹងហើយនៅហ្នឹងហើយដែលជាចំណុចដែលធ្វើឲ្យខ្ញុំអាចឈរជើងមកដល់ឥឡូវបានចាបាទអរគុណច្រើនបងអរគុណចាបាទអរគុណទស្សនិកជនទាំងអស់គ្នាបាទអញ្ចឹងអរគុណបងភានេះគឺជាមេរៀនមួយសម្រាប់អស់លោកស្រីបងប្អូនអរគ្នាអាចយកទៅសិក្សាបន្ថែមក៏ដូចជាអាចជាការឆ្លុះបញ្ចាំងមួយសម្រាប់បញ្ហាទាំងអស់មិនអីដែលដោយបងស្រីសុភាគាត់លើកឡើងមកវាសិតតែត្រូវទៅនឹងបញ្ហារបស់បងប្អូនទេប៉ុន្តែវាជាមេរៀនជីវិតមួយសម្រាប់គាត់អញ្ចឹងពីកម្មវិធីគ្មានអីថ្លែងអរគុណបងស្រីសុភាដែលចំណាយពេលវេលាក្នុងការមកចែករំលែកអំពីបំណុលជីវិតនិងការតស៊ូរបស់បងនៅថ្ងៃនេះបាទអញ្ចឹងពីកម្មវិធីក៏ឈានដល់មកទីបញ្ចប់បាទតែមុននឹងបញ្ចប់កម្មវិធីនេះគឺយើងរៀបចំឡើងដោយក្រុមហ៊ុនដាក់ចប់ហើយនឹងផ្សាយដោយសារព័ត៌មាន Speak News អញ្ចឹងដើម្បីបងប្អូនអាចទស្សនានៅកម្មវិធីវីដេអូក្រោយៗបានទៀតបងប្អូនអាចចុច share ឬក៏ចុច subscribe ទៅលើ channel របស់យើងហើយយើងក៏ស្វាគមន៍ចំពោះអស់លោកស្រីបងប្អូនដែលមានបញ្ហាមិនថាបញ្ហាផ្នែកអាជីវកម្មឬក៏បញ្ហាទៅលើហិរញ្ញវត្ថុឬក៏ការបាត់បង់ការងារឬការបោះបង់ការសិក្សាទេបងប្អូនសុទ្ធតែអាចមកចែករំលែកជាមួយនឹងកម្មវិធីរបស់យើងបានទាំងអស់គ្នាដែរបាទអញ្ចឹងសូមបងប្អូនអាចចែករំលែកមកកម្មវិធីឬក៏តាក់ទងមកលេខទូរស័ព្ទនៃក្រុមការងារនឹងតម្លាក់ជូនអស់លោកស្រីបងប្អូនបាទអញ្ចឹងពីកម្មវិធីបាទថ្លែងអំណរគុណបងម្ដងទៀតហើយអរគុណអស់លោកស្រីបងប្អូនដែលបានតាមដានតាំងពីចាប់ដើមរហូតដល់ទីបញ្ចប់បាទអញ្ចឹងពីកម្មវិធីសូមអរគុណសូមជម្រាបលា